កាលពីព្រេងនេះមានបុរសពីរនាក់ជាសម្លាញ់នឹងគ្នាបាននិយាយសន្យាគ្នាថាអ្នកសម្លាញ់កាលយើងមានប្រពន្ធហើយថ្ងៃក្រោយសម្លាញ់ក្តីខ្ញុំក្តីបើមានទ្រព្យសម្បត្តិត្រូវយើងចេះចិញ្ចឹមគ្នាទៅវិញទៅមកតើសម្លាញ់គិតយ៉ាងម៉េចមែនហើយសម្លាញ់ខ្ញុំក៏គិតដូចសម្លាញ់ដែរយើងត្រូវតែចេះចែករំលែកគ្នាទើបស័ក្តិសមជាមួយភ័ក្រនឹងគ្នាណាពេលវេលាចេះតែកន្លងទៅមិនយូរប៉ុន្មានបុរសទាំងពីរក៏មានប្រពន្ធរៀងខ្លួនបុរសកមានប្រពន្ធជាស្រីគ្រប់លក្ខឯបុរសខបានប្រពន្ធជាស្រីខាត់លក្ខថ្ងៃមួយបុរសកបានប្រឹក្សានឹងប្រពន្ធពីរឿងរកស៊ីថាណែអូនសម្លាញ់យើងគួរតែប្រកបអាជីពអ្វីមួយទើបរហ័សមានទ្រព្យសម្បត្តិនឹងគេយ៉ាងម៉េចដែរអូនសម្លាញ់ចាបងតើបងចង់រកស៊ីអ្វីឬប្រើខ្ញុំឲ្យត្បាញរវៃលក់ដូរខ្ញុំទទួលតាមបងទាំងអស់មិនទៅតង់ចិត្តបងនោះទេបងមិនប្រើឲ្យអូនទៅលក់ដូរឬក៏វេត្បាញនោះទេបងនឹកឃើញមានមុខរបរមួយយើងមិនបាច់ចំណាយដើមទុននោះទេគ្រាន់តែបញ្ចេញកម្លាំងពលកម្មបន្តិចទៅបានហើយតើអូនអាចតស៊ូបានទេតើការងារអ្វីទៅបងកំព្រួយអូនធ្វើការងារអ្វីក៏អូនអាចធ្វើបានដែរគឺអូនអាចតស៊ូជាមួយបងត្បិតអូនក៏ជាកូនកសិករធ្វើស្រែចម្ការដែរតើមិនមែនអ្នកក្រុងមិនស្គាល់ស្រូវឯណាបងបានឮអូននិយាយបែបនេះបងសប្បាយចិត្តណាស់អូនការងារនោះគឺអញ្ចេះណាអូននៅក្នុងសមុទ្រមានសំពៅអ្នកចំនួនគ្រប់ប្រភេទអូនណាខ្លះក៏សុខសប្បាយខ្លះទៀតក៏លិចលង់ច្រើនឆ្នាំមកហើយដូច្នេះយើងឃើញថាទ្រព្យសម្បត្តិក្រែងលោមានមាសប្រាក់កែវកនៅក្នុងបាតសមុទ្រនោះច្រើនហេតុនេះទើបយើងត្រូវនាំគ្នាទៅបាញ់ទឹកសមុទ្រឲ្យរីងអស់រួចប្រមូលយកមាសប្រាក់ទាំងអស់នោះថ្ងៃក្រោយយើងនឹងក្លាយទៅជាសេដ្ឋីហើយអូននាងជាប្រពន្ធក្រោយពីបានស្ដាប់ប្តីនិយាយហើយក៏ព្រមធ្វើការជាមួយនឹងប្តីព្រឹកឡើងក្រោយពីដំណេកដាំបាយវេចខ្ចប់រួចទៅក៏នាំគ្នាដើរសម្ដៅទៅឯសមុទ្រដោយកញ្ជើម្នាក់មួយទៅផងដើម្បីបាញ់ទឹកសមុទ្រតាមការគ្រោងទុកពេលទៅដល់សមុទ្រប្រពន្ធនិយាយថាបងពីមុនខ្ញុំនឹកគិតក្នុងចិត្តថាសមុទ្រនេះធំណាស់តាមពិតវាមិនធំប៉ុន្មានទេជើងបាច់មិនយូរប៉ុន្មានមុខជារិញហើយមែនទេថារួចហើយប្តីប្រពន្ធក៏នាំគ្នាបាញ់ទឹកសមុទ្រយ៉ាងស្វាហាប់ឥតមានរុញរាលុះបាន5ថ្ងៃប្តីក៏ក្រោកឈរយកដៃបាំងថ្ងៃមើលទឹកសមុទ្រមានពណ៌ខៀវស្រងាត់ហើយប្តីប្រាប់ថាណែអូនទើបតែបាញ់បាន5ថ្ងៃប៉ុណ្ណោះទឹកសមុទ្រស្រកយ៉ាងសន្ធឹកទៅហើយមែនហើយបងមិនយូរទេខំបាច់ទៅកន្លះខែទៀតណាមុខជារិញជាក់ជាបំខានដល់ពេលរិញត្រីធំជើងវះធ្វើងៀតផ្អកប្រហុកថ្លឹងយកទៅលក់នៅឯផ្សារឯមីប្រាក់តុកថាចានក្បានព្រមទាំងសំពៅទាំងប៉ុន្មាននៅក្នុងសមុទ្រនោះយើងប្រមូលយកទៅទាំងអស់មែនទេប្តីប្រពន្ធគ្រប់លក្ខពេលបានបាញ់ទឹកសមុទ្រចេះតែនិយាយពាក្យបែបនេះដដែលឥតឈប់ឈរជារៀងរាល់ថ្ងៃពេលនោះហ្វូងមច្ឆាក្នុងសមុទ្របានស្ដាប់ឮសពគ្រប់ការចិត្តភ័យតក់ស្លុតនិងនឹកព្រួយបារម្ភខ្លាចអស់ទីជំរកនិងស្លាប់ខ្លួនក៏នាំគ្នាជំនុំថាយើងមកជាស្លាប់ជាពំខានឥឡូវនេះយើងត្រូវតែនាំដំណឹងនេះទៅប្រាប់ទៅដល់សាច់ត្រីទើបអាចរកវិធីដោះស្រាយបានតោះពួកយើងពួកត្រីទាំងឡាយបានប្រាប់ស្ដេចត្រីតាមដំណើររឿងស្ដេចត្រីបានជ្រាបហើយបានបញ្ជាឲ្យត្រីទាំងឡាយធ្វើដូច្នេះថាណែពួកបច្ឆាចូលពួកឯងនាំគ្នាពំមាសប្រាក់5ក្រឡប្រាក់5ក្រឡຕົកថាចានក្បានមួយចំនួនទៅឲ្យប្តីប្រពន្ធនោះទៅហើយប្រាប់ថាឈប់បាច់ទឹកសមុទ្រតទៅទៀតឮទេប្របាទទៀនពួកយើងនៅទៅភ្លាមពួកត្រីជាបរិវារបានពំមាសប្រាក់និងវត្ថុប្រើប្រាស់មួយចំនួនប្រគល់ឲ្យបរិបប្តីប្រពន្ធរួចសូមអង្វរឲ្យឈប់បាច់ទឹកសមុទ្រតទៅទៀតព្រោះទឹកសមុទ្រគឺជាទីជម្រករបស់ពួកគេជាយូរយារណាស់មកហើយពេលនោះប្តីប្រពន្ធទាំងពីរនាក់ក៏ព្រមទទួលយកមាសប្រាក់ដោយត្រេកអរហើយនិយាយទៅកាន់ត្រីទាំងឡាយថាខ្ញុំសន្យាពីថ្ងៃនេះទៅខ្ញុំនឹងប្រពន្ធខ្ញុំឈប់មករំខានពួកអ្នកតទៅទៀតហើយពេលនេះខ្ញុំសូមលាអ្នកទាំងអស់គ្នាទៅវិញហើយចាប់ពីពេលនោះមកប្តីប្រពន្ធគ្រប់លក្ខក៏រស់នៅក្នុងគំនរមាសប្រាក់ខ្លាយទៅជាអ្នកមានបានសេចក្តីសុខចម្រើនតរៀងទៅនិយាយពីបុរសខដែលបានប្រពន្ធជាស្រីខាត់លក្ខគាត់បានភ្នឹករលឹកដល់សម្លាញ់ក៏បាននាំប្រពន្ធទៅលេងផ្ទះសម្លាញ់ពេលទៅដល់បានសួរសុខទុក្ខទៅវិញទៅមកដោយក្តីស្និទ្ធស្នាលបែបជាមិត្តភក្តិដោយឃើញសម្លាញ់របស់ខ្លួនមានទ្រព្យសម្បត្តិធូរធារថ្កុងថ្កើងរុងរឿងបុរសបានប្រពន្ធខាត់លក្ខក៏សាកសួរទៅសម្លាញ់ថាណែសម្លាញ់ចុះសម្លាញ់រកស៊ីអ្វីទៅទើបមានជីវភាពធូរធារបែបនេះសូមសម្លាញ់ជួយណែនាំឲ្យខ្ញុំផងអូសម្លាញ់ខ្ញុំមិនលាក់បាំងអ្វីទេទ្រព្យសម្បត្តិមាសប្រាក់ព្រមទាំងវត្ថុប្រើប្រាស់ទាំងអស់នេះគឺបានមកដោយសារខ្ញុំនិងប្រពន្ធនាំគ្នាទៅបាចទឹកសមុទ្រណាសម្លាញ់ពិតមែនហើយលោកបងការនេះដូច្នេះមែនឥឡូវនេះ
ពួកខ្ញុំសូមចែកទ្រព្យសម្បត្តិមានប្រាក់មួយចំនួនដល់លោកបងដើម្បីធ្វើដើមរកស៊ីតទៅទៀតនឹងណាសូមលោកបងនិងអ្នកទទួលយកចុះ បាទ ចាអរគុណហើយសម្លាញ់ខ្ញុំពិតជារំភើបចិត្តណាស់ដោយឃើញសម្លាញ់មិនបំភ្លេចខ្ញុំបែបនេះ មិនអីទេសម្លាញ់ទទួលយកទៅយើងមិនមែនទៅតែរាប់អានគ្នាណារឿងអីដែលខ្ញុំត្រូវភ្លេចសម្លាញ់នោះបន្ទាប់ពីបានទទួលទ្រព្យសម្បត្តិមួយចំនួនពីមិត្តភ័ក្តិហើយបរិសនិងប្រពន្ធខាត់លាក់ក៏លាសម្លាញ់ត្រឡប់ទៅផ្ទះវិញពេលទៅដល់ផ្ទះកាលណាក៏គិតគ្នាថាណែឯងឃើញទេមិត្តខ្ញុំជាមានយ៉ាងនេះដោយសារគេនៅទៅបាច់ទឹកសមុទ្រហេតុនេះហើយយើងត្រូវតែធ្វើតាមគេណាដឹងទេទើបមានទ្រព្យសម្បត្តិច្រើនដូចគេតើឯងយល់យ៉ាងណាដែរ មិនអីទេទៅក៏ទៅតាំងតែពីដើមដូនតាមកណាគ្មាននរណាទៅបាច់ទឹកសមុទ្របានមាសប្រាក់នោះទេ បុរសជាប្តីបានប្រាប់ឲ្យប្រពន្ធខាត់លាក់នោះក្រោកដាំបាយទឹកបំពង់វេចខ្ចប់ទៅបាច់ទឹកសមុទ្រនាងខាត់លាក់ជាប្រពន្ធនោះថ្ងៃរះចាំងគូតទើបភ្ញាក់ពីដំណេកទៅបង្កាត់ភ្លើងហើយបានទៅបើកពាងអង្គរកំពុកមួយទូកដៃយកទៅដាក់ក្នុងឆ្នាំងលាងកំពុកអស់មួយទូកដៃទៀតដល់ពេលបាយពុះចេញចាត់បាយក៏កំពុកទៀតបាយត្រូវពេញមួយឆ្នាំងនៅសល់តែកន្លះឆ្នាំងតែប៉ុណ្ណោះទម្រាំបានដើរដល់កន្លែងធ្វើការចិត្តថ្ងៃត្រង់ទៅហើយពេលទៅដល់ប្តីប្រពន្ធខាត់លាក់នោះដើរបណ្ដើរនិយាយទាំងមូម៉ងខឹងបណ្ដើរប្តីប្រពន្ធនោះបាច់បាន5ថ្ងៃពួកត្រីធំតូចនោះមានការផិតភ័យដូចមុនទៀតហើយក៏នាំគ្នាខ្លាំងមើលនិងលោភស្ដាប់ប្តីប្រពន្ធពីរនាក់នោះជជែកគ្នាកំពុងបាច់នាងប្រពន្ធខាត់លាក់និយាយទាំងខ្លាំងថា បាច់យូរថ្ងៃហើយមិនឃើញស្រត់ស្រកអីបន្តិចផងបាច់តែឯងទៅអញឈប់បាច់ហើយ បន្ទាប់ពីលឺប្រពន្ធនិយាយបែបនេះហើយពួកគេមានចំនួនរវាងគ្នានឹងគ្នាក្រោយពីឆ្លោះគ្នាបែបនេះហើយក៏និយាយថា ខ្ញុំគេក៏ខ្ញុំទៅចោះឈប់បាច់ហើយតោះទៅផ្ទះ អញ្ចឹងក៏បានដែរពួកត្រីទាំងឡាយបានលឺប្តីប្រពន្ធពីរនាក់នោះនិយាយថាឈប់បាច់ទឹកសមុទ្រដូច្នេះក៏មានចិត្តត្រេកអរគឺមិនអស់មាសប្រាក់ដើម្បីសោកចាប់ពីពេលនោះត្រីក្នុងសមុទ្រក៏រស់នៅដោយក្តីសុខសាន្តគ្មានអ្នកណាមករំខានពួកគេ